ជំរាបសួរបងប្អូនទាំងអស់គ្នាតាមមើលលម៉ើយើងនេះឆ្នាំទី4ណាបងប្អូននេះឆ្នាំមុនយើងទទួលផលបានមួយសាយឥឡូវនេះយើងកំពុងតែដាក់ទឹកវាដោយសារតែឥឡូវនេះចំការគេផ្សេងគេមានផ្កាលម៉ើយើងអត់ទាន់មានផ្កាដោយសារតែយើងដាក់ទឹកអត់សូវគ្រប់គ្រាន់ដោយសារដីយើងនេះដីលបាយខ្សាច់អញ្ចឹងទៅវាអត់សូវដាក់ទឹកណាតែពេលវាអត់សូវដាក់ទឹកពេលយើងស្រោចទៅអញ្ចឹងគឺទឹកវាជ្រាបលឿនអញ្ចឹងវាធ្វើឲ្យទុរេនយើងលម៉ើយើងវាមិនសូវជាមានទឹកគ្រប់គ្រាន់ឥឡូវនេះយើងព្យាយាមស្រោចឲ្យបានច្រើនពេលខ្លះទៅមួយវ៉ាននេះយើងដាក់កន្លះម៉ោងដែរអញ្ចឹងវាច្រើនគួរសមដែរបើយើងគិតទៅទឹកនេះកុលវាប៉ុណ្ណេះនេះស្លឹកឆ្មែងវាឆ្នាំមុនណានៅវាបាន5 6 7 8 9ធ្លាយដែរហ្នឹងក្នុងមួយដើមមួយដើមតែគ្រាន់តែផ្លែវាតូចដោយសារដើមវានៅតូចហើយយើងប៉លេសវាក៏លក្ខណៈថាប៉លេសអត់ទាន់ត្រូវស្តង់ដារដែរយើងទុកវាច្រើនគ្រាប់អញ្ចឹងទៅវាធ្វើឲ្យលម៉ើយើងនឹងវាផ្លែតូចប៉ុន្តែនៅអាចហូបបានផ្អែមឆ្នាំហ្នឹងយើងបានលទ្ធផលល្អដោយសារតែបងប្អូនគាត់ហូបទៅគាត់ថាផ្អែមឆ្ងាញ់លម៉ើយើងហ្នឹងណាផ្អែមយកតែមែនតេនអ្នកខ្លះគាត់អត់ចូលចិត្តហូបផ្អែមគេថាគាត់អត់ចេះហូបវាផ្អែមពេកប៉ុន្តែទោះបីយ៉ាងណាអាហ្នឹងក៏វាជាលម៉ើគេថាលម៉ើគឺវាផ្អែមអញ្ចឹងយើងទៅធ្វើមិនឲ្យវាផ្អែមហើយអត់សូវដែរចេញវីដេអូដែរបងប្អូនយើងកំពុងតែមានបញ្ហាតែយើងមានបញ្ហាអញ្ចឹងទៅយើងអត់សូវជាបានចេញវីដេអូឥឡូវនេះយើងចេញវីដេអូមកវីដេអូចុះឲ្យបងប្អូនមើលប៉ុន្តែមិនចេញវីដេអូក៏យើងនៅតែព្យាយាមដាំដុះថែទាំវាធម្មតាបងប្អូនយើងថែទាំធម្មតាដោយសារទោះបីយ៉ាងណាក៏ដោយប្រទេសយើងមានសង្គ្រាមមានអីយើងជាកសិករយើងអ្នករស់ស៊ីនេះយើងអ្នកធ្វើការក៏យើងត្រូវតែធ្វើការដែរបងប្អូនដើម្បីឲ្យបានចំណូលទៅយើងយកចំណូលហ្នឹងយើងកាត់ប៉ុនខ្លះអីខ្លះដើម្បីជួយជាតិយើងណាហើយបើយើងមិនធ្វើអីសោះប្រទេសយើងអត់លុយអញ្ចឹងយើងត្រូវតែប្រឹងធ្វើឲ្យបានច្រើនជាងមុនហើយយើងសង្ឃឹមថាឆ្នាំហ្នឹងយើងទទួលបានលទ្ធផលល្អដែរហើយឆ្នាំនេះបើសិនជាយ៉ាងណាយើងចង់ទាំងទុរេនទាំងលម៉ើយើងចង់ជ្រៀតចូលផ្សារយើងនៅទីក្រុងភ្នំពេញហើយនឹងតំបន់ខេត្តខ្លះដែលមានប្រជាជនបងប្អូនខ្មែរយើងច្រើនយើងចង់ដាក់ផ្សារនៅក្នុងមួយដើម្បីលក់កសិផលខ្មែរយើងណាដោយសារតែលម៉ើទាំងស្រុកគេទាំងស្រុកយើងក៏យើងដាំគួសមដែរជាពិសេសស្រុកគេដាំច្រើនគេជ្រៀតចូលវាធ្វើឲ្យលម៉ើឬមួយក៏កសិផលរបស់ក្នុងស្រុកយើងហ្នឹងវាមានតម្លៃធ្វើឲ្យប្រជាកសិករយើងពិបាកលក់ដោយលម៉ើក្នុងឆ្នាំហ្នឹងគេលក់តែអ្នកនៅស្រុកប៉ុន្តែក៏យើងមិនបានជាថ្លៃប្រហែលដែរខ្ញុំលក់1គីឡូ 30000ប៉ុន្តែខ្ញុំអត់បានទៅលក់នៅឆ្ងាយទេយើងលក់នៅស្រុកយើងហើយយើងអត់វាយតម្លៃឲ្យថ្លៃដោយសារតែលម៉ើមកពីក្រៅមាន 25000 អញ្ចឹងធ្វើឲ្យយើងពិបាកហើយក៏យើងលក់ឆ្នាំដំបូងយើងលក់លក្ខណៈថាបន្ធូរបន្ថយខ្លះឲ្យបងប្អូនយើងនោះនេះគាត់បានស្គាល់បានហូបលម៉ើហើយយើងឆ្នាំហ្នឹងបើសិនជាយើងបានទិន្នផលល្អទាំងទុរេនទាំងលម៉ើយើងរកទីផ្សារមួយនៅភ្នំពេញខ្លាចយើងលក់នៅតាមស្រុកយើងនេះយើងខ្លាចលក់អត់អស់អញ្ចឹងត្រូវតែជ្រៀតចូលទីផ្សារគេឯងដែរដើម្បីឲ្យបងប្អូនយើងស្គាល់
đây miền small miền ca khá khai phần đây nào tại nhí toàn miền trên ca hay anh ấy mà bạn ấy bạn ti mua anh ấy bạn mua miền nông mà bạn nó để mua tiền và hai gì đôi vì làm rồi đào trong phần năng ham ấy đấy dương là mà đi về là bây giờ kinh tế thay vì là cua xăm đây xa là dương hai toàn về ban đất đỏ đá phải bật về đây là bài sạch về mình sâu đỏ thực mấy mình đá dương chia diêm thay về chấm riệp ly